ព្រះរាជាណាចក្រឡាវដែលធ្លាប់ត្រូវបានគេស្គាល់ថាជាអាណាចក្រឡានសាងមានប្រវត្តិសាស្ត្ររាប់រយឆ្នាំមកហើយប៉ុន្តែនៅពាក់កណ្ដាលសតវត្សទី20ប្រទេសដីគោកមួយនេះបានធ្លាក់ចូលនៅក្នុងព្យុះសង្គ្រាមនៃសង្គ្រាមត្រជាក់ដែលជាសង្គ្រាមមនោគមវិជ្ជាសេរីនិងកុម្មុយនីសព្រឹត្តិការណ៍នេះហើយដែលនាំឲ្យរាជវង្សឡាវត្រូវបានដួលរលំជាស្ថាពរនៅឆ្នាំ1975ក្រោយទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ1953ឡាវមិនមានសន្តិភាពពេញលេញឡើយសង្គ្រាមស៊ីវិលរវាងបកពួក3បានផ្ទុះឡើងម្ខាងជាក្រុមរាជានិយមម្ខាងជាក្រុមអព្យាក្រឹតនិងម្ខាងទៀតជាក្រុមបាថេឡាវអ្វីដែលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់នោះគឺសង្គ្រាមសម្ងាត់ដែលអាមេរិកចូលមកជ្រៀតជ្រែកដើម្បីទប់ទល់នឹងឥទ្ធិពលវៀតណាមខាងជើងដែលបានប្រើប្រាស់ទឹកដីឡាវជាផ្លូវដឹកជញ្ជូនកងទ័ពនៅពេលដែលសហរដ្ឋអាមេរិកសម្រេចចិត្តដកទ័ពចេញពីតំបន់ឥណ្ឌូចិនកម្លាំងរាជានិយមឡាវក៏ចាប់ផ្ដើមចុះខ្សោយនៅឆ្នាំ1973កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាឡើងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះប៉ុន្តែវាគ្រាន់តែជាជំហានដំបូងនៃផែនការកាន់កាប់អំណាចរបស់ក្រុមបាថេឡាវតែប៉ុណ្ណោះឈានដល់ឆ្នាំ1975បន្ទាប់ពីការដួលរលំនៃទីក្រុងភ្នំពេញនិងទីក្រុងសៃហ្គនកម្លាំងកុម្មុយនីសបាថេឡាវបានសម្រុកវាយយកទីក្រុងសំខាន់នៅថ្ងៃទី2ខែធ្នូឆ្នាំ1975មហាសន្និបាតតំណាងប្រជាជនត្រូវបានបំលែងទៅជាវេទិកាសម្រាប់ប្រកាសរំលាយរបបរាជានិយមចោលទាំងស្រុងព្រះមហាក្សត្រស្រីសវាងវឌ្ឍនាត្រូវបង្ខំឲ្យដាក់រាជ្យហើយប្រទេសនេះត្រូវបានប្តូរឈ្មោះទៅជាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវអ្វីដែលធ្វើឲ្យពិភពលោកមានការសោកស្ដាយបំផុតនោះគឺជោគវាសនារបស់ព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្សក្រោយបាត់បង់អំណាចព្រះអង្គត្រូវបានអាជ្ញាធរថ្មីបញ្ជូនទៅកាន់មន្ទីរអប់រំនៅតំបន់ដាច់ស្រយាលក្នុងខេត្តហួងផាន់យោងតាមឯកសារប្រវត្តិសាស្ត្រព្រះមហាក្សត្រព្រះមហេសីនិងព្រះរាជបុត្របានសោយទីបង្គត់ជាបន្តបន្ទាប់នៅក្នុងមន្ទីរឃុំឃាំងនោះដោយសារតែជំងឺនិងការខ្វះអាហារូបត្ថម្ភដែលនេះជាការបិទបញ្ចប់ទំព័រប្រវត្តិសាស្ត្ររាជវង្សឡាវយ៉ាងកំសត់បំផុតការដួលរលំនៃរាជវង្សឡាវមិនមែនគ្រាន់តែជាការផ្លាស់ប្តូររដ្ឋាភិបាលធម្មតានោះទេប៉ុន្តែវាជាលទ្ធផលនៃភូមិសាស្ត្រនយោបាយពិភពលោកនិងការប្រជែងអំណាចវាបានបន្សល់ទុកនូវស្លាកស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់និងការផ្លាស់ប្តូរមុខមាត់ប្រទេសឡាវជារៀងរហូត